មនុស្សយើងម្នាក់តែងតែសាងកំហុសអាក្រក់គ្រប់គ្នាហើយកំហុសអាក្រក់នឹងតិចឬក៏ច្រើនតែប៉ុណ្ណោះសំខាន់ថាតើកំហុសរបស់យើងតើយើងអាចលុបលាងកែបានឬក៏អត់មានតែខ្លួនយើងទេដែលដឹងច្បាស់ដោយខ្លួនឯងផ្ទាល់តែម្ដងព្រោះថានៅក្នុងភ្នែកអ្នករតីបើសិនជាគេស្អប់យើងហើយទោះយើងកែកំហុសច្រើនប៉ុណ្ណាក៏គ្មានតម្លៃនៅក្នុងភ្នែកសម្រាប់អ្នកដែលស្អប់យើងផងដែរដូច្នេះហើយបានខ្ញុំថារឿងខ្លះមនុស្សខ្លះយើងគួរស្ដាប់និងគោរពផងដែរតែសម្ដីខ្លះមនុស្សខ្លះយើងមិនគួរគោរពផងដែរហើយក៏មិនគួរខ្វល់ខ្វាយចំពោះមនុស្សដែលស្អប់យើងផងដែរព្រោះថាកែអ្វីកែបានតែបើកែសន្តានគឺកែមិនបាននោះឡើយហើយខ្ញុំក៏ដាស់តឿនខ្លួនឯងថាបច្ចុប្បន្នខ្ញុំរស់ដើម្បីកំដរជីវិតខ្លួនឯងមិនមែនកំដរជីវិតអ្នកដទៃនោះទេ